នៅទីកន្លែងនេះគឺជាលអាងភ្នំកាលៈសីលាកន្លែងអកសវៈឆ្វេងគឺព្រះមហាមុគលានថេរបរិនិព្វានព្រះមហាមុគលានជាអកសវៈឆ្វេងដែលមានឫទ្ធិច្រើនបានបរិនិព្វានដោយសារកម្មពៀពីអតីតជាតិគឺលោកធ្លាប់បានសម្លាប់មាតាបិតារបស់ខ្លួនឯងទោះបីជាលោកបានសម្រេចជាព្រះអរហន្តក៏ដោយក៏មិនអាចគេចផុតពីកម្លាំងកម្មនេះដែរដោយលោកត្រូវបានពុកចោប្រៃវាយសម្លាប់តាមការជួរបស់ពុកនិក្រនដេរថៃចំណុចសំខាន់នៃព្រះមហាមុគលានបរិនិព្វានមូលហេតុគឺក្នុងអតីតជាតិលោកបានសម្លាប់ឪពុកម្ដាយតាមសម្ដីភរិយាហើយលោកក៏បានបន្លំខ្លួនជាចោរនាំឪពុកម្ដាយយកទៅសួរសុខទុក្ខត្រកូលខាងញាតិហើយក៏បានសម្លាប់ឪពុកម្ដាយនៅក្នុងព្រៃឧបតិហេតុគឺពុកនិក្រនច្រណែននឹងកិត្តិនាមរបស់លោកក៏ជួលចោរឲ្យមកសម្លាប់លោកនៅក្បែរអាងភ្នំកាលៈសីលានេះជាកម្មពៀរបស់លោកកាលបរិនិព្វានរបស់លោកព្រះមហាមុគលានជាអកសវៈឆ្វេងទោះបីមានឫទ្ធិអាចកិច្ចបានប៉ុន្តែព្រះមហាមុគលានបានពិចារណាឃើញថាជាកម្មចាស់ដែលលោកត្រូវទទួលក៏យល់ព្រមឲ្យចោរចាប់បានហើយវេដំធាក់សម្លាប់រហូតដល់សរីរៈរាងកាយរបស់លោកຕົកសាច់រួចទើបលោកបរិនិព្វានមេរៀនឲ្យយើងនឹងថាក្នុងករណីនេះបង្ហាញថាគ្មាននរណាម្នាក់គេចផុតពីកម្លាំងកម្មបានឡើយទោះជាព្រះអរហន្តខេណាស្រាប់ក៏ដោយ